รีบสู้ខ្ញុំគឺ Star Master ស៊ីនចុងអ៊ីមចាអ្នកគ្រូដែលគាំទ្រខ្ញុំអង្គុយនៅទីនេះច្រើនណាស់ខ្ញុំធ្លាប់ធ្វើជាគ្រូបង្រៀនផ្នែកគណិតវិទ្យាដែលបង្រៀនសម្រាប់សិស្សថ្នាក់ទី12ខ្ញុំស្គាល់អាតូមីតាមរយៈផលិតផលពីមុនស្បែកមុខរបស់ខ្ញុំស្ងួតខ្លាំងតែបន្ទាប់ពីខ្ញុំប្រើឈុត6 System ខ្ញុំមានអារម្មណ៍ថាមានសំណើមច្រើននៅក្នុងចំណោមផលិតផលដែលខ្ញុំធ្លាប់ប្រើទាំងអស់អាតូមីគឺជាផលិតផលដែលមានតម្លៃល្អផ្ដាច់គេនិងមានគុណភាពល្អផ្ដាច់បើធៀបទៅនឹងផលិតផលដទៃផ្សេងទៀតដូច្នេះហើយធ្វើឲ្យខ្ញុំចង់ប្រើនៅផលិតផលនេះរហូតនៅពេលនោះអ្នកដែលណែនាំខ្ញុំឲ្យស្គាល់អាតូមីគាត់តាមដានខ្ញុំរហូតឲ្យខ្ញុំចូលរួមសិក្ខាសាលាជាមួយនឹងគាត់អ្នកដែលចូលរួមថ្ងៃនេះដោយសារអ្នកទាំងអស់គ្នាចូលចិត្តទីផ្សារបណ្ដាញមែនទេអត់ទេខ្ញុំក៏អត់ចូលចិត្តការងារបណ្ដាញដែរអត់ចាប់អារម្មណ៍សោះតែដោយសារតែអ្នកណែនាំឲ្យខ្ញុំស្គាល់អាតូមីហើយខ្ញុំឲ្យចូលរួមរហូតទើបខ្ញុំចូលរួមនៅពេលនោះតែក្នុងចិត្តខ្ញុំបានគិតរួចហើយថាចូលរួមតែលើកនេះទេខ្ញុំនឹងប្រាប់គាត់ថាកុំបបួលខ្ញុំទៀតអីប៉ុន្តែបន្ទាប់ពីចូលរួមហើយខ្ញុំមានការចាប់អារម្មណ៍អំពីចំណូលសត្វធននិវត្តន៍ហើយមានអារម្មណ៍ថាបើខ្ញុំអត់ធ្វើការងារនេះវាជារឿងខាតបង់សម្រាប់ខ្ញុំតែខ្ញុំគិតថាការងារនេះរកលុយអត់សូវបានច្រើននៅបច្ចុប្បន្ននេះនៅប្រទេសកូរ៉េអត់ចូលចិត្តការងារបណ្ដាញតែពេលដែលខ្ញុំចាប់ផ្ដើមធ្វើ5ឆ្នាំមុនមនុស្សទាំងអស់ចូលចិត្តការងារបណ្ដាញច្រើនជាងក៏ប៉ុន្តែពេលខ្ញុំចាប់ផ្ដើមធ្វើជំនួញអាតូមីខ្ញុំគិតថាហេតុអ្វីគេអត់ទាន់សាកល្បងប្រើផលិតផលហើយអត់ទាន់យល់ពីក្រុមហ៊ុនផងមិនបានជាគេតែងតែបដិសេធជាមួយខ្ញុំអញ្ចឹងហើយខ្ញុំក៏បានតាំងចិត្តថាចាំមើលចាំខ្ញុំជោគជ័យហើយចាំមើលខ្ញុំព្យាយាមតស៊ូរហូតជាមួយការងារអាតូមីឥឡូវនេះខ្ញុំបានក្លាយទៅជាសមាជិកអាតូមី Royal Leader Club ដែលជាអ្នកមានចំណូលមួយឆ្នាំចាប់ពី$200,000 concept របស់អាតូមីគឺសូមអានតាមខ្ញុំផលិតផលមហាជនមានន័យថាប្រជាជនធម្មតាដូចជាពួកយើងក៏អាចប្រើផលិតផលដោយ Mark Brand បានដែរដើម្បីក្លាយទៅជាផលិតផលមហាជនមានលក្ខខណ្ឌ2យ៉ាងទី1គឺគុណភាពល្អដាច់ខាតនិងទី2គឺតម្លៃសមរម្យដាច់ខាតឯចំណែកគុណភាពដាច់ខាតគឺមានន័យថាมันអាចមានផលិតផលណាល្អជាងផលិតផលអាតូមីបានទេតម្លៃសមរម្យដាច់ខាតមានន័យថាมันអាចមានផលិតផលណាមានគុណភាពល្អដូចអាតូមីហើយលក់ថោកជាងអាតូមីនោះទេនេះគឺជាការពិតផលិតផលត្រូវបានបង្កើតដោយមានការសម្លឹងមើលវែងឆ្ងាយចំពោះក្រុមហ៊ុនប្រកួតប្រជែងសម្រាប់អនាគតផងដែរបើចង់ដឹងថាវាល្អប៉ុណ្ណាអ្នកទាំងអស់គ្នាសាកប្រើមើលចង់សាកប្រើទេអូខេខ្ញុំចង់សួរថាអ្នកដែលចង់ស្អាតជាងឥឡូវនេះអ្នកដែលចង់ក្មេងជាងឥឡូវនេះបើចង់សូមលើកដៃបានទេអ្នកណាចង់សូមមេត្តាលើកដៃមកចាអូខេដើម្បីដោះស្រាយនៅកង្វល់របស់អ្នកទាំងអស់គ្នាទើបក្រុមហ៊ុនបានបង្កើតផលិតផលថ្មីមួយដែលប្រើបទពិសោធន៍ជាច្រើនឆ្នាំរបស់ក្រុមហ៊ុននោះគឺជាផលិតផលមានឈ្មោះថា Absolute Cold Active ដែលជាគ្រីស្តាល់នៃវិទ្យាសាស្ត្រស្បែកសម្រាប់សតវត្សទី21តើអ្នកទាំងអស់គ្នាចង់ដឹងទេចង់ដឹងមែនទេអូខេសូមជួបដោយការទស្សនាតាមរយៈវីដេអូសិនភាពក្មេងនិងស្រស់ស្អាតជាបំណងប្រាថ្នាដែលគ្មានព្រំដែនដើម្បីបំពេញក្តីប្រាថ្នារបស់អ្នកបានធ្វើឲ្យបច្ចេកវិទ្យាមានការអភិវឌ្ឍការបន្ថែមនៅបច្ចេកវិទ្យាថ្មីចំនួន2ទៅលើបច្ចេកវិទ្យាថែរក្សាស្បែកទាំង4ដែលជាការស្រាវជ្រាវរាប់ឆ្នាំដើម្បីបង្កើតបានជាបច្ចេកវិទ្យា Absolute ពិសេសមួយការរកឃើញអាចកំបាំងនៃសារធាតុសំខាន់ដែលជួយដល់ស្បែកពីធម្មជាតិ Cell Active Coat និងបញ្ឈប់ការវិវត្តនៃស្បែក Cell Active Coat ត្រូវបានបញ្ជូនទៅដល់ទីតាំងដ៏ត្រឹមត្រូវជាបច្ចេកវិទ្យាបញ្ជូនស្វ័យប្រវត្តិ Cell Active Technologyបច្ចេកវិទ្យាចុងក្រោយបង្អស់ក្នុងការបញ្ចូលសារធាតុបំប៉នដ៏ល្អលើសពី Anti-Aging គឺជាវិទ្យាសាស្ត្រស្បែក De-Aging ក្តីស្រមៃដ៏អស្ចារ្យដែលលោកអ្នកតែងតែប្រាថ្នាវាកំពុងតែស្ថិតនៅចំពោះមុខអ្នកហើយនេះជាពេលដែលអ្នកចាប់យកវាបច្ចេកវិទ្យារបស់យើងមានការរីកចម្រើនជាងការគិតរបស់អ្នកភាពក្មេងនិងស្រស់ស្អាតនឹងទទួលបានតាមរយៈភាពរីកចម្រើននេះទឹកជូតមុខAtomy Absolute Cell Active អំពូល Atomy Absolute Cell Active Serum Atomy Absolute Cell Active លែលាបមុខ Atomy Absolute Cell Active ក្រែមជំនួយរង្វង់ភ្នែក Atomy Absolute Cell Active ក្រែមបំប៉ន Atomy Absolute Cell Activeសមិទ្ធផលនៃវិទ្យាសាស្ត្រស្បែកក្នុងសតវត្សទី21
Cell Active Code នឹងបញ្ឈប់ការវិវត្តនៃស្បែកឈុតថែរក្សាស្បែក Atomy Absolute Cell Active អូខេមូលដ្ឋានគ្រឹះនៃគ្រឿងផ្សំរបស់ Absolute ធ្វើពីតែបៃតងហើយបានបន្ថែមនៅបច្ចេកវិទ្យា2ទៀតទៅលើបច្ចេកវិទ្យា4របស់ឈុត6 System នៅទីនេះមានឈុត Absolute ហើយបច្ចេកវិទ្យា4របស់6 System មានដូចជាទី1បច្ចេកវិទ្យាបន្សុទ្ធកម្រិតខ្ពស់ដែលសារតែផលិតផលចម្រាញ់ចេញពីរុក្ខជាតិវាតែងតែមានពណ៌និងក្លិននិងមានជាតិពុលដូច្នេះហើយក្រុមហ៊ុនផ្សេងចង់ដាក់រុក្ខជាតិច្រើនក៏ដោយតែដាក់ច្រើនអត់បានទេប៉ុន្តែក្រុមហ៊ុនយើងដាក់រុក្ខជាតិបានច្រើនជាងក្រុមហ៊ុនផ្សេងរាប់រយដងដោយសារយើងប្រើម៉ាស៊ីនហ្គាម៉ាធ្វើការបាញ់កាំរស្មីហ្គាម៉ាច្រើនដងអាចបំបត្តិក្លិនជាតិពុលពណ៌ឲ្យថ្លាបានតែធាតុផ្សំល្អៗនៅរក្សាបានដដែលទី2បច្ចេកវិទ្យាចម្រាញ់សារធាតុផ្សំពីតែស្រស់ធ្វើការចម្រាញ់សារធាតុតែស្រស់ដែលបានបេះមកពីចម្ការភ្លាមដូច្នេះអ្នកដែលលាផលិតផល Atomy អាចចាត់ទុកថាពេលលារុក្ខជាតិតែស្រស់កំពុងជ្រាបចូលក្នុងស្បែកយើងហើយទី3បច្ចេកវិទ្យាការផ្អាប់ជាធម្មតាគ្រឿងសម្អាងធ្វើដោយទឹកនិងប្រេងដូច្នេះគុណភាពគ្រឿងសម្អាងត្រូវបានខ្ពស់អាស្រ័យទៅលើប្រភេទទឹកសម្រាប់ Atomy ប្រើទឹកដែលផ្អាប់លក្ខណៈពិសេសរបស់ទឹកផ្អាប់គឺមានប្រសិទ្ធភាពក្នុងការបង្កើតស្បែកឡើងវិញផងអាចជ្រាបចូលស្បែកបានល្អផងធ្វើការផ្អាប់លាយចូលគ្នារវាងផ្សិតសុក្រំនិងអង្ករសម្រូបវាជួយបង្កើតនូវសារធាតុដូចជាមីនេរ៉ាល់វីតាមីនប្រូតេអ៊ីនជួយដល់សុខភាពស្បែកមុខទី4បច្ចេកវិទ្យាពហុកន្សំរាវគ្រឿងសម្អាងដែលធ្វើច្រើនស្រទាប់ដោយសារជាតិ Phospholipid សារធាតុនេះវាដូចគ្នានឹងប្រូតេអ៊ីនក្នុងខ្លួនមនុស្សយើងផងដែរពេលដែលលាបវាទៅវាអាចជ្រាបចូលទៅដល់ស្រទាប់នីមួយៗយ៉ាងលឿនហើយអាចបង្កើតកោសិកាដើមទារកទើបគេសរសើរថាស្បែកមុខស្អាតជាងពីមុនប៉ុន្តែនៅពេលនេះក្រុមហ៊ុនបានធ្វើការ upgrade ដែលប្រព័ន្ធកន្សំសមាសធាតុដែលមានឈ្មោះថា Macroimmersion ដែល Absolute បានបន្ថែមបច្ចេកវិទ្យា2ទៀតទៅលើបច្ចេកវិទ្យា4ដូចខាងលើទី1បច្ចេកវិទ្យា Call Active Code ពួកយើងបានប្រមូលរុក្ខជាតិដែលអាចជួយស្បែកមុខពីក្នុងព្រៃតើមានរុក្ខជាតិអ្វីខ្លះទី1គឺរុក្ខជាតិ EGF EGF មានន័យថាគឺជាប្រូតេអ៊ីនកំណើនកោសិកាជាទូទៅគេប្រើ EGF ដែលមានលក្ខណៈសត្វប៉ុន្តែ EGF លក្ខណៈសត្វអាចមានប្រតិកម្មច្រើនសម្រាប់ក្រុមហ៊ុនយើងប្រើ EGF លក្ខណៈរុក្ខជាតិជាលើកទី1សប្តាហ៍ថ្ងៃនេះមានក្រុមហ៊ុនលក់គ្រឿងសម្អាង EGF ច្រើនណាស់ប៉ុន្តែវាមានតម្លៃចាប់ពី$200 $300 $500ឲ្យតែមានជាតិ EGF ក្រៅពី EGF នៅមានសារធាតុល្អៗជាច្រើនមានដូចជារុក្ខជាតិឈ្មោះ Domain ក្របពូជ Domain នេះតើតែត្រូវបានដាំ 2000 ឆ្នាំមុនទើបមានផ្លែផ្កាមានន័យថាល្បឿននៃការបែងចែកកោសិកាពិតជាយឺតយ៉ាវខ្លាំងណាស់វាត្រូវការពេលវេលាយូរដើម្បីទទួលបានអាយុកាលនៃភាពចាស់ដូច្នេះអាចរក្សានៅភាពក្មេងបានយូរបន្ទាប់មកមានលីពីនប្រូតេអ៊ីនស្បែកមុខមនុស្សយើងមានរចនាសម្ព័ន្ធរូបរាងដូចខ្សែសង្វាក់គេហៅថា DEJ ខ្សែ EDJ វាជួយតភ្ជាប់រវាងស្បែក epidermis និងស្បែក dermis ពេលដែលមនុស្សយើងចាស់ទៅខ្សែ DEJ កាន់តែរលុងហើយត្រូវដាច់ដូច្នេះទើបបង្ហាញឲ្យឃើញថាជ្រួញស្បែកមុខ Lupin ប្រូតេអ៊ីននេះបង្កើត collagen ដើម្បីទប់ស្កាត់ក្នុងការកុំឲ្យខ្សែ DEJ នេះមានភាពរលុងហើយដាច់ទី4សារធាតុចម្រាញ់ចេញពី Yosemite នៅសហរដ្ឋអាមេរិកមានឧទ្យាន Yosemite ហើយនៅទីនោះមានដើមឈើ Metazoa ដើមឈើនោះទាល់តែមានអាយុ100ឆ្នាំទើបបញ្ចេញសារធាតុអុកស៊ីតកម្មពីអុកស៊ីតកម្មមានន័យថាជួយទប់ស្កាត់ភាពចាស់ជរាស្បែកមនុស្សយើងពេលកោសិកាចាស់ងាប់ហើយដើម្បីបង្កើតស្បែកថ្មីវិញត្រូវការរយៈពេល28ថ្ងៃតែនៅពេលអាយុកាន់តែច្រើនទៅកោសិកាដែលងាប់វាមិនងាយជ្រុះហើយត្រូវការពេលវេលាដើម្បីបង្កើតស្បែកថ្មីវិញយូរជាង28ថ្ងៃដូច្នេះសារធាតុ Yosemite វាជួយកំណត់ពេលវេលាត្រឹមតែ28ថ្ងៃសម្រាប់ការបង្កើតស្បែកថ្មីសារធាតុទាំង4នេះត្រូវបានលាយទៅក្នុងសមាមាត្រមួយដ៏ល្អឥតខ្ចោះហើយបន្ទាប់មកគ្រឿងសម្អាង Absolute មានតួនាទី3យ៉ាង All-My Brightening Lifting ចាស់មានបច្ចេកទេសសារធាតុផ្សំល្អហើយតែអ្វីដែលសំខាន់ជាងនេះគឺបញ្ហាស្បែកមុខមានមកពីការស្វែងរកបញ្ហាមិនចំហើយទោះរកឃើញក៏មិនអាចដោះស្រាយបានវាហាក់ដូចជាពេលបើកឡានតែប្រើម៉ាស៊ីននាំផ្លូវឲ្យនាំយើងទៅដល់គោលដៅដែលយើងចង់ទៅយ៉ាងអញ្ចឹងគឺមានបច្ចេកវិទ្យាបញ្ជូនសញ្ញាដោយស្វ័យប្រវត្តិស្វែងរកកន្លែងដែលមានបញ្ហាហើយដោះស្រាយដោយស្វ័យប្រវត្តិតើនោះទាំងអស់គ្នាដឹងថាម៉េចទេនោះគឺគេហៅថា Call Active Technology តើបច្ចេកវិទ្យាទាំងពីរនេះលុយទេចាល្អឈុត Absolute បានបន្ថែមបច្ចេកវិទ្យា2មុខទៅលើបច្ចេកវិទ្យា4របស់6 System
ហើយឈុត absolute វាមិនមែនមានប្រសិទ្ធភាពសម្រាប់ត្រឹម anti aging ទេ anti aging មានន័យថាការបង្ការវ័យចំណាស់នាពេលអនាគតតែឈុត absolute គឺ de aging មានន័យថាជួយកាត់បន្ថយភាពចាស់វាអាចជួយកាត់បន្ថយភាពចាស់ដែលមានស្រាប់ហើយមានប្រសិទ្ធភាពដ៏ល្អសម្រាប់បំបត្តិភាពជ្រីជ្រួញគ្រឿងសម្អាងល្អហើយចំណែកឯក្លិនវិញក៏ល្អដែរគឺមកពីមានសារធាតុ tuberose សម្រាប់ខ្ញុំបើមានផ្សារទំនើបកន្លែងលក់គ្រឿងសម្អាងខ្ញុំឈឺក្បាលខ្លាំងណាស់ដោយសារតែមានធុំក្លិនឆួលព្រោះខ្ញុំមានបញ្ហាខ្សោយខាងច្រមុះគឺច្រមុះរបស់ខ្ញុំ allergy តែនៅពេលដែលខ្ញុំប្រើ absolute គឺខ្ញុំអត់ឈឺក្បាលទេគឺដោយពេញចិត្តហើយនឹងធុំក្លិនផងដែរម្សិលមិញនេះពេលដែលខ្ញុំទៅ center នៅពេលព្រឹកឡើងដើម្បីទៅសម្អាត center នោះស្រាប់តែមានបរិសម្នាក់ប្រាប់ខ្ញុំថាខ្ញុំក្រអូបខ្លាំងណាស់គឺក្រអូបពេញខ្លួនតែម្ដងធ្វើឲ្យខ្ញុំសប្បាយចិត្តមែនទែន Absolute មានធុំក្លិនក្រអូបគឺក្រអូបជាប់រាងកាយខ្ញុំតែម្ដងធ្វើឲ្យខ្ញុំសប្បាយចិត្តខ្លាំងណាស់ចំពោះផ្កា Tuberose ត្រូវបានគេប្រើប្រាស់នៅពេលដែលរៀបអាពាហ៍ពិពាហ៍ជាពិសេសវាគឺជាផ្កាសម្រាប់កូនក្រមុំកាន់ហើយប្រើពាក្យថា Tuberose គឺមានន័យថាភាពស្រស់ស្អាតដូច្នេះពេលលាម្ដងសូមចាត់ទុកខ្លួនឯងជាកូនក្រមុំអូខេអញ្ចឹងសូមមើលលេខមួយនេះសិនទី1 toner វាគឺជាជំហានចុងក្រោយក្នុងការលាងសម្អាតស្បែកមុខរបស់យើងឲ្យស្អាត toner មិនមែនជាជំហានដំបូងសម្រាប់ការផាត់មុខទេបន្ទាប់ពីលាងសម្អាតស្បែកមុខហើយត្រូវលាប toner ភ្លាមមុនពេលដែលមុខស្ងួតមុខងារ toner ជួយឲ្យស្បែកមុខភ្លឺផងដែរហើយខ្ញុំឮពីគេថាគ្រឿងសម្អាងទី1បន្ទាប់ពីការសម្អាតវាមានប្រសិទ្ធភាពខ្ពស់បំផុតសម្រាប់មុខសភ្លឺតាមពិតទៅ toner នេះអត់ចង់ដាក់ឈ្មោះវាថា toner ទេគឺចង់ដាក់ឈ្មោះថាវាជាទឹកចិញ្ចឹមស្បែកមុខទី1ដោយសារនៅក្នុង toner នេះមានសារធាតុល្អៗច្រើនពេកទី2 ampoule មានប្រសិទ្ធភាពចម្រុះហើយខ្ពស់វាផ្ដល់ភាពសំណើមធ្វើឲ្យមុខយើងភ្លឺជួយកាត់បន្ថយជ្រួញផងដែរនៅក្នុង Atomy Royal Leader Club សមាជិកទាំងអស់ស្បែកមុខស្អាតគ្រប់គ្នាព្រោះពួកគាត់លាបច្រើនឆ្នាំហើយតែមានសមាជិកម្នាក់ស្បែកមុខអត់ទាន់ស្អាតទេនៅថ្ងៃមួយខ្ញុំឃើញគាត់ស្អាតខ្ញុំក៏សួរគាត់ថាស្បែកមុខឥឡូវស្អាតណាស់មកពីអ្វីគាត់ក៏ប្រាប់ថាបន្ទាប់ពីគាត់ប្រើ Ampoule ស្បែកមុខរបស់គាត់ក៏ស្អាតតែម្ដងព្រោះគាត់ប្រើ Ampoule មួយខែ10ទៅ5ដបឯណោះឥឡូវនេះស្បែកមុខរបស់គាត់គឺពិតជាស្អាតខ្លាំងណាស់ស្អាតខ្លាំងមែនទែនតែម្ដងខ្ញុំចង់ណែនាំដល់អ្នកទាំងអស់គ្នាសូមសាកល្បងប្រើឈុត Absolute បន្ទាប់មកគឺយើងប្រើសេរ៉ូមនេះជួយក្នុងការថែទាំសម្រាប់ស្បែកមុខរបស់យើងធ្វើឲ្យតឹងណែនហើយមានបន្សុទ្ធកម្រិតខ្ពស់បើលាបកាន់តែច្រើនអ្នកនឹងទទួលអារម្មណ៍ថាស្បែកមុខកាន់តែតឹងណែនហើយសេរ៉ូមនេះមានមុខងារពីរដែរបន្ទាប់មកគឺ lotion ជួយបង្កើនថាមពលនៃស្បែកមុខបន្ទាប់មកទៀតគឺ eye complex ជាទូទៅយើងហៅថា eye cream វាមានប្រសិទ្ធភាពខ្ពស់សម្រាប់បំបត្តិស្នាមជ្រួញនៅរង្វង់ភ្នែកនិងស្បែកកហើយវាជួយឲ្យស្បែកមុខហាប់ណែនផងដែរសង្ឃឹមថាសាកល្បងប្រើវាយ៉ាងយកចិត្តទុកដាក់ផងដែរបន្ទាប់មកទី6 nutrition cream វាជួយខ្លាំងសម្រាប់ lifting ស្បែកមុខដែលយាធ្លាក់ឲ្យមានកម្លាំងវាជួយឲ្យស្បែកមុខអាប់គ្រឿងសម្អាងដែលមានគុណភាពល្អបែបនេះនៅទីផ្សារគេលក់ក្នុងតម្លៃ $1,000 ទៅ $2,000 តែឈុត Atomy មាន6មុខត្រឹមតែ$237ប៉ុណ្ណោះពិតជាតម្លៃសមរម្យមែនទែនអរគុណក្រុមហ៊ុនខ្លាំងណាស់បើអ្នកទាំងអស់គ្នាសាកប្រើគ្រឿងសម្អាងល្អបែបនេះច្បាស់ជាស្បែកមុខអ្នកកាន់តែស្អាតហើយអ្វីដែលសំខាន់សម្រាប់ស្បែកមុខគឺការលាងចេញសំខាន់ជាងការផាត់មុខដូច្នេះហើយឥឡូវនេះខ្ញុំចង់ណែនាំអំពី Evening Care ខ្ញុំនឹងណែនាំយ៉ាងខ្លីៗទី1គឺ Deep Cleanser វាមានប្រសិទ្ធភាពក្នុងការលុបនៅការផាត់មុខលុបការផាត់មុខហើយសូមប្រើវាម្ដងទៀតហើយធ្វើការម៉ាស្សាស្រាលៗទៅសម្រាប់ខ្ញុំពេលប្រើដំបូងមានអារម្មណ៍ថាមានអ្វីដូចជាខ្សាច់ចេញមកបន្ទាប់ពីប្រើរហូតឲ្យវាចេញមកអស់ហើយបិទម៉ាស់ទៅស្បែកមុខយើងនឹងភ្លឺទៅប្រើម៉ាស់មុខរាល់ថ្ងៃវាល្អសម្រាប់ចលនាឈាមរត់ផងគេនឹងសរសើរថាពណ៌ស្បែកមុខកាន់តែស្អាតផងដែរទី2 Foam Cleanser គឺប្រើវាតិចក៏មានពពុះច្រើនដែរអគ្គនាយក Atomy បាននិយាយថាប្រើហ្វូមតែបន្តិចក៏អាចលាងមុខបានផងដែរលាងខ្លួនក៏បានផងដែរវាមានប្រសិទ្ធភាពក្នុងការលុបបំបាត់សត្វល្អិតដេម៉ូដិចផងបន្ទាប់ពីលាងមុខហើយក៏នៅមានសំណើមច្រើនផងដែរទី3 Peeling Gel ស្បែកមុខមនុស្សត្រូវការរយៈពេល28ថ្ងៃសម្រាប់កោសិកាដែលងាប់នោះឲ្យវាជ្រុះទៅ
ប៉ុន្តែពេលដែលមនុស្សយើងកាន់តែអាយុច្រើនទៅកោសិកាដែលងាប់មិនងាយជ្រុះក្នុង28ថ្ងៃទេវានៅជាប់នឹងស្បែកមុខទោះលាបគ្រឿងសម្អាងល្អថ្លៃក៏ដោយកោសិកាដែលងាប់មិនជ្រុះទេលាបលេថ្លៃក៏ដោយមិនអាចជ្រាបចូលក្នុងស្បែកបានទេដូច្នេះហើយបន្ទាប់ពីលាងមុខចេញរួចជូតមុខរួចកុំឲ្យនៅមានទឹកនៅលើផ្ទៃមុខរងចាំរហូតដល់ peeling gel មានសំណើមការលាប peeling gel មានអត្ថប្រយោជន៍សម្រាប់សម្អាតនៅកាកសំណល់ក្នុងរន្ធញើសឲ្យចេញមកហើយសម្អាតកោសិកាងាប់ប៉ុន្តែខ្ញុំចង់ណែនាំឲ្យអ្នកទាំងអស់គ្នាសាកល្បងប្រើវាលាបពេញដងខ្លួនតែម្ដងពិតជាមានអារម្មណ៍ថាស្បែកទន់ល្អណាស់តែយើងមានប្រតិកម្មមួយនៅពេលដែលប្តីឬក៏មិត្តប្រុសរបស់យើងស្ទាបយើងទៅគឺប្រកាសជារអិលរហូតដល់រអិលដួលជាមិនខានចាទី4គឺ Peel Off Mask ខ្ញុំចូលចិត្តផលិតផលនេះខ្លាំងណាស់សម្រាប់នាងខ្ញុំបន្ទាប់ពីប្រើ Peel Mask ខ្ញុំទទួលបានប្រសិទ្ធភាពច្រើនពីមុនស្បែកមុខរបស់ខ្ញុំគឺមានរន្ធញើសធំណាស់តែឥឡូវនេះអត់សូវមានឃើញរន្ធញើសប្រហែលទេហើយគឺវាជួយឲ្យស្បែកដែលយាធ្លាក់គឺជួយឲ្យវាអាប់ដូច្នេះអាប់សូមសាកល្បងប្រើមើលទៅពីមុនខ្ញុំប្រើម៉ាស់នេះរាល់ថ្ងៃតែឥឡូវនេះគឺអត់រាល់ថ្ងៃទេព្រោះថាដៃគូខ្ញុំប្រាប់ខ្ញុំថាមុខខ្ញុំកាន់តែតូចទៅខ្លាចមើលមុខខ្ញុំអត់ឃើញគឺគាត់ប្រាប់ថាអត់ចង់ឲ្យខ្ញុំនឹងប្រើរាល់ថ្ងៃទេដូច្នេះសង្ឃឹមថាអ្នកទាំងអស់គ្នាក៏ទទួលបានផលល្អដូចជាខ្ញុំដែរខ្ញុំប្រើម៉ាស់នេះរាល់ថ្ងៃទៅគេថាមុខខ្ញុំក្មេងជាងពីមុនច្រើនណាស់មានអ្នកណាគិតថាខ្ញុំអាយុក្រោម40ទេសូមលើកដៃទាំងអស់គ្នាមកបើគិតថាខ្ញុំនៅអាយុក្រោម40នោះវ៉ាវអ្នកដែលលើកដៃអំបញ្ញមិញនេះអ្នកដែលមានគំនិតវិជ្ជមានច្រើនប្រកាសជាជោគជ័យបានលឿនហើយចាអរគុណច្រើនណាស់ចា